ถ้าបងប្អូនធ្វើតាមទឹកលុយធ្វើតាមទំហំដីមើលផ្ទះជីវកម្មមួយនេះគឺជាន់ធរដីនិងជាន់ទី1គឺម្ចាស់តែមួយនេះគឺស្នាដៃការងារយើងធ្វើចាស់ពីមុនមកគឺស្អាតម្ចាស់ផ្ទះគាត់ស្រឡាញ់ពេញចិត្តមែនតើហើយនេះគឺជារូបភាព 3D បង្ហាញអំពីអគារផ្ទះជួលរបស់យើងគឺមានភាពស្រស់ស្អាតទាក់ទាញខ្លាំងមែនតើហើយខ្ញុំក៏សូមយកមួយផ្នែកនៃបន្ទប់ជួលហ្នឹងគឺសម្រាប់ម្ចាស់ផ្ទះគាត់នៅជាឯកជនហ្នឹងគឺនៅជាន់ផ្ទាល់ដីគឺយើងប្រើពីល្វែងជាប់គ្នាទំហំຂະຫນាតហ្នឹងក៏ដូចបន្ទប់ជួលផ្សេងដែរអញ្ចឹងណាគឺមានបន្ទប់ឯកជនមួយហើយនឹងកន្លែងទួភ្ញៀវច្ក្រានបាយនិងបន្ទប់ទឹក2អញ្ចឹងណាហើយនេះគឺសម្រាប់នៅជាន់ទី1គឺយើងឡើងចដាលតាមប្រឡោះកដាលហ្នឹងមកគឺយើងបែងចែកជា2បន្ទប់គឺខាងឆ្វេងមួយខាងស្ដាំមួយហើយបន្ទប់ទឹកនៅខាងក្នុងហ្នឹងហើយវាមានភាពទូលាយខ្លាំងមែនតើហើយចំពោះរូបភាពវីដេអូដែលយើងបានបង្ហាញនេះគឺកម្រងដែលយើងបានធ្វើកន្លងមកគឺទំហំຂະຫນាតវាតែ4ម៉ែត្រ3ទឹកគុណនឹង4ម៉ែត្រទេវាមានຂະຫນាតតូចជាង 3D ដែលយើងបានបង្ហាញតែវាមានភាពទូលាយស្រឡះហើយងាយស្រួលប្រើប្រាស់មែនតើហើយម្ចាស់ផ្ទះគាត់ស្រឡាញ់ពេញចិត្តខ្លាំងទើបយើងរៀបចំគម្រោងនេះដើម្បីជូនទៅដល់ម្ចាស់ផ្ទះមួយចំនួនទៀតដែលគាត់មិនទាន់មានគំនិតនៅក្នុងការរៀបចំ design ហើយនឹងស្នាក់នៅសម្រាប់ខ្លួនឯងនិងបន្ទប់ជួលផងដែរអញ្ចឹងណាគឺតងជាមួយនឹងក្រោបាតក្រោជាងជ្រីទ្វារប្អួចហើយនឹងថ្នាំពណ៌អីគឺសិតតាការជ្រើសរើសរបស់ម្ចាស់គម្រោងដោយផ្ទាល់គឺយើងបើកសិទ្ធឲ្យគាត់select និងរើសយកទៅតាមពណ៌តាមប្រភេទដែលគាត់ស្រឡាញ់ចូលចិត្តអញ្ចឹងណាពុកម៉ែបង